មេកន្ទ្រីនតានេះជារបស់អ្វីទៅស្ទាបទៅខ្លាច់អីចង់ស្ទាបក៏ស្ទាបទៅព្រះជាម្ចាស់តារបស់នេះប្រើសម្រាប់ធ្វើអ្វីជាវត្ថុធាតុដើមដ៏រឹងមាំសូម្បីតែអាវស្បែកសត្វរបស់យើងក៏មិនរឹងមាំយ៉ាងនេះដែរនេះហៅថាសំណាញ់ចាប់ត្រីនិយាយទៅពីមុនអ្នកទាំងអស់គ្នាប្រើលំពេងថ្មចាក់ត្រីក្នុងទន្លេមែនទេមានវាហើយថ្ងៃក្រោយអ្នកទាំងអស់គ្នាបងសំណាញ់អាចចាប់បានរាប់សិបរាប់រយក្បាលលេងបារម្ភរឿងគ្មានត្រីហូបទៀតហើយរបស់នេះពិតជាអស្ចារ្យយ៉ាងនេះមែនគូសានផាន់យ៉ាព្រះជាម្ចាស់យើងមិនបាននិយាយអាក្រក់ពីលោកទេស្អីនឹងខ្ញុំសួរអ្នកទាំងអស់គ្នាតើធ្លាប់ឃើញរ៉ែថ្មទេរ៉ែថ្មយកមកធ្វើអីជាថ្មសម្រាប់ហូបមែនទេត្រូវប្រញាប់ឲ្យពួកគេឆ្លងពីយុគសម័យព្រៃផ្សៃទៅយុគសម័យសម្រិទ្ធបើមិនអញ្ចឹងទេនិយាយគ្នាពិបាកណាស់ថ្មភ្លឺផ្លេកខ្ញុំធ្លាប់ឃើញថ្មភ្លឺផ្លេកខ្លះនៅកុលសម្ព័ន្ធផ្សេងមិនដឹងថាជារ៉ែថ្មដែលលោកនិយាយឬអត់ទេឃើញនៅណាកុលសម្ព័ន្ធលូយូល្អយើងចេញដំណើរឥឡូវនេះឲ្យតែបានរ៉ែថ្មយើងអាចផលិតអាវុធបានហើយមេកន្ទ្រីនព្រឹកនេះទទួលបានដំណឹងខាងទន្លេហាំងហឺមានបញ្ហាឲ្យឆាងយ៉ាចូលមកបាទព្រះរាជាឆាងយ៉ានៃសាខាសៀវសានកុលសម្ព័ន្ធធានឈុងត្រឡប់ពីទន្លេហាំងហឺធ្វើដំណើរទាំងយប់សុំជំនួយពីទ្រង់ឆាងយ៉ាកុលសម្ព័ន្ធធានឈុងយើងច្បាំងគ្រប់ទីគ្មានអ្នកណាអាចយកឈ្នះបានហើយអ្វីមានតែសាខាសៀវសានរបស់អ្នកមានបញ្ហាសូមព្រះរាជាបន្ធូរកំហឹងកុលសម្ព័ន្ធឡុងយ៉ាមានព្រះជាម្ចាស់មួយអង្គយើងទាំងអស់គ្នាមិនអាចទប់ទល់នឹងគាត់បានទេព្រះជាម្ចាស់នោះគ្រាន់តែជាល្បិចបោកប្រាស់របស់កុលសម្ព័ន្ធឡុងយ៉ាប៉ុណ្ណោះព្រះរាជាឆាងយ៉ាប្រកាសជាយកផ្លែឈើនិងសាច់សត្វពីកុលសម្ព័ន្ធឡុងយ៉ាមកជួយបិទបាំងពួកគេហើយតាមខ្ញុំមើលឡុងយ៉ាធ្វើការមិនបានល្អគួរតែដុតបូជាយីងដើម្បីប្រមានដល់មនុស្សក្នុងកុលសម្ព័ន្ធសូមព្រះរាជានិងទីប្រឹក្សាលើកលែងទោសព្រះជាម្ចាស់នោះពិតជាខ្លាំងពូកែណាស់គាត់គ្រាន់តែគប់របស់តូចមួយហៅថាគ្រាប់បែកដៃក៏ធ្វើឲ្យអ្នកក្លាហានរាប់សិបនាក់របស់កុលសម្ព័ន្ធខ្ទាតប៉ាំងនិយាយមកគាត់ថែមទាំងឲ្យទ្រង់ទៅកុលសម្ព័ន្ធឡុងយ៉ាដោយផ្ទាល់និយាយថាបើទ្រង់មិនទៅក្នុងរយៈពេល1ឆ្នាំទេនឹងធ្វើឲ្យកុលសម្ព័ន្ធធានឈុងបាត់ពីផែនដីនេះខ្លាំធំមែនហ៊ានមើងងាយកុលសម្ព័ន្ធធានឈុងយើងព្រះរាជាសូមអភ័យទោសពាក្យនេះមិនមែនខ្ញុំនិយាយទេឆាងយ៉ាធ្វើការមិនបានល្អទម្លាក់ឋានៈជាទេសកលភ្លាមព្រះរាជាសូមអភ័យទោសកុលសម្ព័ន្ធឡុងយ៉ាតូចមួយគិតថាកុលសម្ព័ន្ធធានឈុងយើងនៅឆ្ងាយមើងងាយអំណាចកុលសម្ព័ន្ធយើងគិតថាអ្នកក្លាហានធានឈុងមិនហ៊ានជន់ដីសៀវសានមែនទេប៉ាព្រះជាម្ចាស់ខ្លាញ់នេះក្រអឺតក្រទុំណាស់យើងមិនអាចលើកលែងឲ្យគាត់ទេបញ្ជាទៅកងទ័ពចេញដំណើរ1ឆ្នាំក្រោយកំទេចកុលសម្ព័ន្ធឡុងយ៉ាពិតមែនហើយនៅយុគសម័យព្រៃផ្សៃការខ្វះខាតស្បៀងអាហារគឺជារឿងសំខាន់បំផុតកុលសម្ព័ន្ធលូយូក៏មិនមែនជាកុលសម្ព័ន្ធតូចដែរមិននឹកស្មានថាប្រជាជនរស់នៅយ៉ាងកំសត់បែបនេះសោះមេកន្ទ្រីនកុលសម្ព័ន្ធលូយូរងស៊ីនជាមនុស្សលោភលន់បើយើងមិនឲ្យផលប្រយោជន៍គ្រប់គ្រាន់ដល់គាត់ទេគាត់ច្បាស់ជាមិនប្រកួតកន្លែងរ៉ែថ្មឲ្យយើងទេគាត់ដឹងពីប្រយោជន៍របស់រ៉ែថ្មទាំងនោះទេបើគាត់ដឹងគ្រាន់តែយករ៉ែថ្មទាំងនោះទៅថ្វាយកុលសម្ព័ន្ធធានឈុងក៏អាចធានាថាកុលសម្ព័ន្ធពួកគេទាំងមូលមិនខ្វះហូបចុក100ឆ្នាំដែរទៅជួបគាត់សិនទៅរងស៊ីនកុលសម្ព័ន្ធលូយូជំរាបសួរអ្នកទាំងអស់គ្នាថ្វាយបង្គំព្រះជាម្ចាស់ឡុងយ៉ាទឹកចិត្តរបស់កុលសម្ព័ន្ធឡុងយ៉ាខ្ញុំបានប្រាប់អ្នកតាមរយៈមនុស្សហើយថ្មពណ៌មាសនៅក្នុងកុលសម្ព័ន្ធអ្នកមានប្រយោជន៍សម្រាប់យើងអាចយកអាហារមកដូរមេកន្ទ្រីនគូសានរបស់ដែលកុលសម្ព័ន្ធឡុងយ៉ាឲ្យប្រហែលជាមិនគ្រប់ទេយើងយកស្បៀងអាហារមួយក្អមពេញមកដូរយកថ្មពណ៌លឿងមួយដុំពីកុលសម្ព័ន្ធលូយូរបស់អ្នកហ៊ាននិយាយថាមិនគ្រប់បើចង់ដូរត្រូវយកស្បៀងអាហារ3ខំដូរយកថ្មពណ៌លឿងមួយដុំស្អីគេ3ខំហ៊ានទីថ្លៃក៏ពុកមែនពិតមែនហើយមិនថាសម័យទំនើបឬប្រៃផ្សៃតែងតែមានអ្នកចំនួនទុច្ចរិតមើលទៅត្រូវប្រើទាំងគុណនិងទោសដើម្បីចាត់ការគាត់ហើយមេកន្ទ្រីនរងស៊ីនអ្នកកេងប្រវាញ់ពេកហើយស្បៀងអាហារមួយក្អមគ្រប់គ្រាន់សម្រាប់មនុស្សក្នុងកុលសម្ព័ន្ធអ្នកហូបចុកពេញមួយថ្ងៃហើយអ្នកហ៊ានទាដល់ទៅ3កងទោះយ៉ាងណាក៏តម្លៃនឹងដែរបើអ្នកមិនសុខចិត្តការដោះដូរនេះកុលសម្ព័ន្ធលូយូមិនធ្វើក៏បានព្រះជាម្ចាស់រងស៊ីននេះច្បាស់ជាឆ្លៀតឱកាសដំឡើងថ្លៃហើយតើយើងគួរធ្វើម៉េចឥឡូវខ្ញុំដឹងល្បិចក៏ក្នុងចិត្តគាត់លាក់បាំងខ្ញុំមិនចិត្តទេព្រះជាម្ចាស់តម្លៃនេះពិតជាថ្លៃពេកហើយឬមួយក៏យើងរងស៊ីនអ្នកគួរតែធ្លាប់ពីកុលសម្ព័ន្ធធានឈុងហើយមែនទេប្រកាសណាស់កុលសម្ព័ន្ធធានឈុងគឺជាម្ចាស់អំណាចមួយនៅលើផែនដីនេះកុលសម្ព័ន្ធលូយូយើងគោរពកត់ខ្លាចពួកគេណាស់កាលពីម្សិលមិញខ្ញុំប្រើកម្លាំងតែអញស្ទើរតែសម្លាប់មនុស្សក្នុងសាខាកុលសម្ព័ន្ធធានឈុងទាំងមូលរឿងនេះអ្នកដឹងឬអត់មេកន្ទ្រីនគូសានរឿងនេះជាការពិតមែនទេនេះគឺជាព្រះជាម្ចាស់នៃកុលសម្ព័ន្ធឡុងយ៉ាយើងឬមួយក៏កុលសម្ព័ន្ធឡុងយ៉ាអ្នកមកដើម្បីវាយកកុលសម្ព័ន្ធលូយូយើងអបអរសាទរម្ចាស់ប្រព័ន្ធដែលបានគម្រាមរងស៊ីនដោយជោគជ័យទទួលបានពិន្ទុភ្ញាក់ផ្អើល50នៅសល់101ខ្ញុំគ្រាន់តែចង់ប្រាប់អ្នកថាលើផែនដីទាំងមូលក្រៅពីកុលសម្ព័ន្ធឡុងយ៉ាយើងគ្មានអ្នកណាត្រូវការថ្មបាញ់របស់អ្នកទេមានតែនៅក្នុងដៃខ្ញុំទេទើបអាចប្រើវាឲ្យអស់ពីប្រយោជន៍ចំណែកលក្ខខណ្ឌដោះដូរដែលអ្នកឲ្យមិនសមនឹងតម្លៃនេះទេកុលសម្ព័ន្ធឡុងយ៉ាយើងចង់វាយកអ្នកគឺងាយស្រួលណាស់គ្រាន់តែព្រះជាម្ចាស់យើងមានចិត្តមេត្តាស្រឡាញ់ប្រជារាស្ត្រដូចកូនមិនចង់បង្កើតការសម្លាប់រង្គាលផ្ទះផ្ដាស់ពិតមែន